គ្រាមអាមេរិកនិងអ៊ីរ៉ង់តើជម្លោះនេះនឹងបន្តយូរប៉ុណ្ណាការវាយប្រហារមួយនៅលើកងទ័ពសហរដ្ឋអាមេរិកនៅហ្សូកដានីបានបណ្ដាលឲ្យទាហានអាមេរិក2នាក់បានបាត់បង់ជីវិតនិងម្នាក់ទៀតបានបាត់ខ្លួនរហូតមកដល់ពេលនេះទាហានអាមេរិកសរុបចំនួន16នាក់បានស្លាប់និងជាង430នាក់ទៀតបានរងរបួសចាប់តាំងពីជម្លោះជាមួយនឹងអ៊ីរ៉ង់បានផ្ទុះឡើងកាន់តែខ្លាំងសំណួរដែលមនុស្សជាច្រើនកំពុងសួរនាពេលនេះគឺតើនឹងមានមនុស្សបាត់បង់ជីវិតបន្ថែមទៀតប៉ុន្មាននាក់តើសង្គ្រាមនេះនឹងបន្តរហូតទៅដល់ពេលណាចាប់តាំងពីថ្ងៃទី8ខែកក្កដាប្រធានាធិបតីលោកដូណាល់ត្រាំបានប្រកាសកិច្ចព្រមព្រៀងបោះឈប់បាញ់បានបញ្ចប់សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារលើគោលដៅនៅប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបអ៊ីរ៉ង់បានបង្កើនសកម្មភាពយោធាប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រប៉ែរសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអះអាងថាមានប្រភពពីក្រុមមេដឹកនាំអ៊ីរ៉ង់បានព្រមានថាសហរដ្ឋអាមេរិកនឹងទទួលបានមេរៀនដែលមិនអាចបំភ្លេចបានប្រសិនបើការវាយប្រហារនៅតែបន្តទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអ៊ីរ៉ង់ថែមទាំងបាននិយាយថាប្រសិនបើអាមេរិកបន្តការវាយប្រហាររយៈពេលប៉ុន្មានថ្ងៃទៀតអ៊ីរ៉ង់នឹងឈានចូលដល់ដំណាក់កាលវាយលុកទ្រង់ទ្រាយធំលោកបានបញ្ជាក់ថាប្រសិនបើមានការប៉ុនប៉ងដណ្ដើមយកទឹកដីអ៊ីរ៉ង់នោះប្រទេសនោះនឹងបាត់បង់យុទ្ធសាស្ត្រការពារហើយងាកទៅរកការវាយបកពេញលេញវិញអ្នកវិភាគកិច្ចការបរទេស Robin Rice មកពី Y មកពី Walzone Center បានលើកឡើងថាសង្គ្រាមនេះកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ស្មុគស្មាញបំផុតតាមការវិភាគរបស់លោកស្រីមានការជជែកគ្នាជាច្រើនថាតើជម្លោះនេះស្ថិតក្នុងដំណាក់កាលលើកទី1ទី2ទី3ប៉ុន្តែការពិតគឺថាវាបានរីករាលដាលយ៉ាងធំជារៀងរាល់ថ្ងៃលោកស្រីបានកត់សម្គាល់ថាប្រធានាធិបតីត្រាំបានប្រកាសជាច្រើនលើកថាសង្គ្រាមជិតបញ្ចប់ឬបានសម្រេចជោគជ័យរួចហើយទោះបីជាយ៉ាងណានៅលើទឹកដីជាក់ស្ដែងស្ថានភាពកំពុងកើនឡើងកាន់តែតឹងតែងឡើងកាលពីដើមសហរដ្ឋអាមេរិកផ្ដោតលើគោលដៅយោធាតែប៉ុណ្ណោះប៉ុន្តែពេលនេះការវាយប្រហារបានពង្រីកទៅដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងពេលនេះជាមួយគ្នាអ៊ីរ៉ង់ក៏បានពង្រីកការវាយប្រហាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រប៉ែររួមមានអូម៉ង់គូវេតអារ៉ាប៊ីសាអូឌីតនិងសូដានីនេះមានន័យថាជម្លោះដែលធ្លាប់ជាបញ្ហាទ្វេភាគីអាមេរិកអ៊ីរ៉ង់កំពុងប្រែក្លាយទៅជាសង្គ្រាមប៉ះពាល់ដល់តំបន់ទាំងមូលលោក Robin Rice ជឿថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែមិនចង់ឃើញសង្គ្រាមបន្តយូរទេព្រោះវាបង្កការខូចខាតនិងបាត់បង់អាយុជីវិតនិងថវិកាយោធាជាច្រើនប៉ុន្តែបញ្ហាចម្បងគឺគ្មានអ្នកណាម្នាក់ដឹងថាត្រូវបញ្ចប់ដោយរបៀបណាការទូតមិនទទួលបានជោគជ័យការមិនទុកចិត្តគ្នានៅតែមានខណៈបញ្ហាថ្មីៗដូចជាសុវត្ថិភាពនៃច្រកសមុទ្រហូមូសក៏បានកំពុងក្លាយជាចំណុចជម្លោះដ៏សំខាន់ច្រកសមុទ្រហូមូសគឺជាផ្លូវដឹកជញ្ជូនថាមពលដ៏ធំសំខាន់មួយរបស់ពិភពលោកប្រហែល20%នៃប្រេងនិងឧស្ម័នពិភពលោកត្រូវបានឆ្លងកាត់ផ្លូវទឹកដ៏តូចចង្អៀតមួយនេះសម្រាប់អ៊ីរ៉ង់ច្រកសមុទ្រហូមូសគឺជាឧបករណ៍សម្ពាធដ៏សំខាន់បំផុត
ដែលខ្លួនអាចប្រើប្រាស់ក្នុងការប្រឈមមុខនឹងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ហេតុនេះហើយទំនងជាអ៊ីរ៉ង់នឹងមិនងាកបោះបង់ឥទ្ធិពលរបស់ខ្លួននៅទីនោះនៅឡើយ នៅទីក្រុងវ៉ាស៊ីងតោនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថារដ្ឋាភិបាលអាមេរិកមិនទាន់មានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់បញ្ចប់សង្គ្រាមនោះទេរដ្ឋអាមេរិកធ្លាប់ចំណាយរយៈពេលជាច្រើនទសវត្សរ៍ក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ារួមទាំងនៅអាហ្គានីស្ថាននិងអ៊ីរ៉ាក់ទោះជាយ៉ាងណាបទពិសោធន៍នេះមិនបាននាំឲ្យមានដំណោះស្រាយយូរអង្វែងនោះឡើយអ្នកវិភាគជាច្រើនបានព្រមានថាប្រសិនបើគ្មានផែនការច្បាស់លាស់សង្គ្រាមជាមួយនឹងអ៊ីរ៉ង់អាចនឹងក្លាយទៅជាជម្លោះអូសវែងអន្លាយរយៈពេលយូរតទៅមុខទៀតទន្ទឹមនឹងនោះអារម្មណ៍ទន្ទឹមទន្ទឹមនឹងនេះអារម្មណ៍ប្រឆាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ហាក់កំពុងកើនឡើងអ្នកតាមដានស្ថានភាពអ៊ីរ៉ង់ជាយូរមកហើយបញ្ជាក់មកថាលោកពួកគេកម្របានឃើញទាំងកំហឹងនិងការភ័យខ្លាចនៅក្នុងរង្វង់មេដឹកនាំអ៊ីរ៉ង់ក្នុងកម្រិតបែបនេះណាស់ទោះបីជាអ៊ីរ៉ង់រងការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយក៏រដ្ឋាភិបាលអ៊ីរ៉ង់នៅតែបង្ហាញជំហររឹងមាំនិងអះអាងថាខ្លួននឹងមិនចុះចាញ់សម្ពាធពីខាងក្រៅឡើយនេះជាមូលហេតុដែលអ្នកជំនាញជាច្រើនថាជម្លោះនេះពិបាកនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនៅទីបញ្ចប់សំណួរធំបំផុតដែលមិនមែនស្ថិតនៅលើសង្គ្រាមនោះនឹងបន្តយូរប៉ុណ្ណានោះទេប៉ុន្តែសំណួរសួរថាតើនឹងកាន់តែអាក្រក់ដល់កម្រិតណាមុនពេលភាគីទាំងពីរសម្រេចចិត្តវិលត្រឡប់ទៅរកតុចរចាវិញបច្ចុប្បន្ននេះការទូតនៅតែជាជម្រើសតែមួយគត់សម្រាប់ការបញ្ចប់ជម្លោះប៉ុន្តែដរាបណាមិនមានការទុកចិត្តគ្នានៅតែបន្តហើយការវាយប្រហារនៅតែបន្តកើតឡើងមានក្តីសង្ឃឹមសម្រាប់សន្តិភាពនៅតែក្នុងភាពមិនច្បាស់លាស់ហើយសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់នៅតំបន់មជ្ឈិមបូព៌ាក្តីបារម្ភដ៏ធំបំផុតនៅថ្ងៃនេះគឺមិនមែនថានរណានឹងឈ្នះសង្គ្រាមនោះទេប៉ុន្តែគឺថាតើមានជីវិតប៉ុន្មាននាក់ទៀតដែលត្រូវនឹងបាត់បង់នាពេលខាងមុខភាគីទាំងអស់ស្វែងរកផ្លូវចេញពីជម្លោះដ៏គ្រោះថ្នាក់មួយនេះ